Khmer. ជាដំបូងអ្នកគ្រូជំរាបសួរលោកគ្រូហើយក៏ដូចជាលោកគ្រូម៉ាញ់តោអញ្ចឹងថ្ងៃនេះយើងរំលឹកអំពីអ្វីដែលយើងបានរៀនពីសប្តាហ៍មុនអញ្ចឹងសប្តាហ៍មុនយើងរំលឹកអំពីជីកសហើយនឹងជីកសវាមានតួនាទីអីគេខ្លះនៅក្នុងជួយនៅក្នុងការងារក្រុមផងយើងដែលបម្រើឲ្យសតវត្សទី21អញ្ចឹងយើងដឹងហើយបម្រើឲ្យសតវត្សទី21ការងារមួយចំណែក C1 គឺ collaborate មានន័យថាការងារបែបសហការវាគឺជាផ្នែកមួយនៃបំណិនសតវត្សទី21ហើយដើម្បីឲ្យបំណិនសតវត្សទី21ផងយើងនឹងមានដំណើរការគឺយើងត្រូវមានជំនាញអីអញ្ចឹងនៅក្នុងមុខវិជ្ជាគណិតវិទ្យាអ្វីដែលយើងចង់បានទៅជ្រាបបំណិនបែបសហការនៅក្នុងមុខវិជ្ជាដោយប្រើយុទ្ធវិធីជីកសអញ្ចឹងក្នុងការប្រើប្រាស់យុទ្ធវិធីជាសរហ្នឹងមានន័យថាគឺសិស្សហ្នឹងគឺបានសកម្មទាំងអស់គ្នាមិនមែនមានន័យថាអឺសិស្សណាអាចរួចខ្លួនឬក៏សិស្សណាដែលមិនចេះគាត់នៅទុកទំនេរឯងព្រោះវិធីហ្នឹងវាធ្វើឲ្យសិស្សក្នុងមួយក្រុមផងយើងឧទាហរណ៍ថាមានគ្នា5នាក់ឬក៏គ្នា4នាក់គឺគាត់មានសកម្មភាពទាំងអស់គ្នាអញ្ចឹងដើម្បីឲ្យគាត់មានសកម្មភាពទាំងអស់គ្នាមានន័យថាគឺត្រូវការជួយពីសមាជិកក្រុមម្នាក់ដែលជួយបំពេញបន្ថែមនៅអ្វីដែលគាត់អត់អាចធ្វើបានអញ្ចឹងមានន័យថាគាត់គឺម្នាក់នៅក្នុងក្រុមហ្នឹងគឺគាត់ត្រូវមានតួនាទីចាំបាច់ពីព្រោះគាត់អត់អាចថាគាត់អង្គុយចាំតែស្ដាប់គាត់អង្គុយចាំតែមេក្រុមគាត់អង្គុយចាំតែអ្នកដែលសិស្សដែលរៀនពូកែសិស្សដែលរៀនមធ្យមអីគឺអត់ទេព្រោះគាត់ត្រូវមានតួនាទីត្រូវបង្ហាញទៅសមាជិកដទៃទៀតអញ្ចឹងសរុបមកវិញមានន័យថាយើងប្រើយុទ្ធវិធីជីកសរហ្នឹងគឺវាជួយជំរុញឲ្យបំណិនសហការផងគាត់ហ្នឹងកាន់តែមានប្រសិទ្ធភាពជាងមុនបើសិនជាយើងប្រើការងារក្រុមដែរតែគ្រាន់តែថាអ្នកខ្សោយជួយអ្នកសំទោសអ្នកដែលគាត់រៀនបកកែក៏ជួយអ្នកខ្សោយដែលយើងអត់ប្រើប្រាស់យុទ្ធវិធីអីគឺយើងប្រើត្រឹមតែបែបប្រពៃណីចែកក្រុមធម្មតាឡើងបទបង្ហាញអញ្ចឹងវាអត់មានប្រសិទ្ធភាពអីទេហើយមួយវិញទៀតលំហាត់ដែលយើងត្រូវដាក់ហ្នឹងគឺជាលំហាត់បែបមាន critical thinking ដែរមានន័យថាយើងបញ្ជ្រាប C C មួយទៀត critical thinking ដែលនៅក្នុងផ្នែកមួយនៃបំណិនសតវត្សទី21បើសិនជាយើងគិតតែលំហាត់ដែលបែបធម្មតាធម្មតាធ្វើតែកម្រិតចងចាំឬក៏យល់ដឹងដែលយើងគិតទៅលើ Bloom taxonomy អញ្ចឹងក៏វាអត់សូវមានប្រសិទ្ធភាពដែរអញ្ចឹងលំហាត់ដែលយើងបញ្ជ្រាបហ្នឹងគឺត្រូវតែមានលំហាត់បែប critical thinking ទៅចូលនៅក្នុងហ្នឹងបើយើងនិយាយឲ្យងាយទៅគឺលំហាត់ដែលវាអាចចូលដល់កម្រិតទី3ឬក៏ទី4ដើម្បីជួយសិស្សយើងបានបើសិនជាយើងដាក់តែលំហាត់ងាយធ្វើតែចងចាំធ្វើតែយល់ដឹងអីទេសិស្សមធ្យមឬសិស្សខ្សោយគឺគាត់អាចធ្វើគាត់ទៅស្ដាប់គេបន្តិចទៅគាត់អាចធ្វើបានហើយអញ្ចឹងកន្លែងហ្នឹងលក្ខណៈពិសេសមួយដើម្បីបម្រើឲ្យសតវត្សទី21ទី1យើងត្រូវប្រើបំណិនបែបសហការ collaboration ហើយលំហាត់ផងយើងគឺយើងត្រូវបញ្ជ្រាបលំហាត់បែប critical thinking ព្រោះ critical thinking ហ្នឹងវាចូលទៅក្នុងបំណិនសតវត្សទី21ហើយលំហាត់ដែលយើងតាក់តែងជា critical thinking គឺយើងគិតទៅដល់ Bloom taxonomy យ៉ាងហោចណាស់ក៏អាចមានទៅដល់កម្រិតទី4ឬក៏ដល់កម្រិតទីបើថាអាចដល់ទី5ទេឬក៏ដល់ទី6យ៉ាងហោចណាស់ដល់ទី4ទី5ដែរចាអូខេ Professor Okay, thanks so much. So we need the feedback from the Khmer teachers. Chanseha, what did you learn or what did you confirm the lecture and feedback from the Ms. Moniras? Would you please talk about your feeling? Yes, thank you, Professor. So after I listen to In Khmer will be okay. Moniras Yeah, please. explain, I can understand. Yes. អញ្ចឹងបន្ទាប់ពីខ្ញុំបានស្ដាប់អ្នកគ្រូបកស្រាយបន្ថែមហើយខ្ញុំកាន់តែយល់ដឹងបន្ថែមទៀតពីរបៀបយើងរៀបចំលំហាត់ក៏ដូចជាមេរៀនសម្រាប់ឲ្យសិស្សទៅពិភាក្សាក្រុមអញ្ចឹងអរគុណច្រើនលោកគ្រូ Okay. And Chuck, may I have your feedback about the reports or review of the Professor. Moniras, Ms. Moniras? អញ្ចឹងតកតងមួយ
សកម្មភាពដែលយើងធ្វើកិច្ចការក្រុមដោយប្រើប្រាស់វិធីសាស្ត្រ Jigsaw ហ្នឹងនិយាយទៅវាមានប្រយោជន៍ច្រើនសម្រាប់សតវត្សទី21ពីព្រោះយើងដឹងហើយថាវិធីសាស្ត្រ Jigsaw ហ្នឹងសិស្សម្នាក់គឺចូលរួមធ្វើការទាំងអស់គ្នាអញ្ចឹងគ្មាននរណាម្នាក់ទំនេរទេ no one left behind អញ្ចឹងវាជួយឲ្យសកម្មភាពក្រុមហ្នឹងទី1សហការឬសហការហ្នឹងគឺបានល្អប្រសើរវាជាបំណិនមួយក្នុងសតវត្សទី21ហើយបើយើងធ្វើបានគឺយើងជាគ្រូម្នាក់ដែលជួយជំរុញវិធីសាស្ត្របរៀនដោយប្រើបំណិនបែបសតវត្សទី21ហ្នឹងទៅដល់សិស្សហើយមួយទៀតការធ្វើការនេះគឺចម្រុះគ្នាមានថាយើងដឹងថានៅក្នុងសមាជិកនៅក្នុងក្រុមហ្នឹងមានទាំងសិស្សមធ្យមសិស្សដែលរៀនយឺតហើយមានសិស្សដែលបកែអញ្ចឹងទៅអញ្ចឹងគាត់អាចជួយគ្នាច្រើនដែលក្រៅពីគ្រូហើយកាត់បន្ថយការងារគ្រូបានច្រើនដែរព្រោះគ្រូគាត់ជាអ្នកសម្របសម្រួលដើរតួនាទីពេលនោះអញ្ចឹងខ្ញុំគិតថាវាល្អប្រសើរច្រើនបើសិនជាអនុវត្តបាន Thank you Professor Okay, thank you. How about Kema? Miss Kema? Yes, thank you, Professor. So ហ្នឹងហើយអញ្ចឹងខ្ញុំក៏អត់មានអីខុសពីដែលបងចောက်បានលើកឡើងដែរអញ្ចឹងវិធីសាស្ត្រមួយហ្នឹងគឺវា effective មែនតើសម្រាប់ទៅលើសិស្សទាំងអស់គ្នាដោយសារតែសិស្សមួយគាត់មានទូនាទីធ្វើរៀងខ្លួនទាំងទទួលទូនាទីនៅក្នុងការពិភាក្សាអំពីបញ្ហាក៏ដូចជាដំណោះស្រាយហើយយកដំណោះស្រាយពីក្រុមនីមួយៗហ្នឹងទៅចែករំលែកទៅកាន់ក្រុមទាំងមូលរបស់យើងមកវិញអញ្ចឹងជារួមមកខ្ញុំគិតថាវិធីសាស្ត្រហ្នឹងបើសិនជាគ្រូរបស់យើងអាចអនុវត្តបានល្អហើយអនុវត្តបានមានន័យថាការបង្រៀនរបស់យើងគឺពិតជាមានប្រសិទ្ធភាពមែនទែន